ខ្ញុំមិនដែលស្រឡាញ់នរណាម្នាក់ពិតប្រាកដទេខ្ញុំចង់ការពារអ្នកមួយជីវិតតើអ្នកព្រមរៀបការជាមួយខ្ញុំទេយើងនឹងរួមរស់ជាមួយគ្នាដល់ចាស់ព្រឹទ្ធាចារ្យបើទោះជាលះបង់អ្វីទាំងអស់ក៏មិនស្ដាយក្រោយដែរអ្នកឯងធ្វើអីហាហាមើលទៅអ្នកឯងឥឡូវនេះដូចឆ្កែអីចឹងត្រូវខ្ញុំបោកប្រាស់បង្វិលមុខពិតជាពេញចិត្តណាស់អ្នកឯងចង់ន័យថាស្អី5ឆ្នាំមុនអ្នកឯងខុបខិតជាមួយឈូយៀនសម្រាប់កូនរបស់ខ្ញុំបង្ខំម្ដាយខ្ញុំឲ្យឈួតយកស្រុកធ្វើបាបឲ្យជីវិតខ្ញុំប៉ុន្តែទេវតាមានភ្នែកអនុញ្ញាតឲ្យខ្ញុំរស់រានមានជីវិតចុះឯងមនុស្សចង្រៃនេះអ្នកណាហ៊ានប្រឆាំងអ្នកវ៉ាងលៀនពោត្រូវហើយខ្ញុំជាភរិយាដែលស្លាប់បាត់បង់ជីវិតរបស់អ្នកស៊ូមីលីខ្ញុំមិនអាចជឿបានទេមិនអាចទេខ្ញុំពិតជាមិនអាចទេកាត់អីខ្លាចហើយមែនទេកុំភ័យអីខ្ញុំមិនសម្លាប់ឯងទេព្រោះឈាមឯងនឹងប្រឡាក់ដៃខ្ញុំគ្រាន់តែខ្ពើមវាទេឯងចង់ធ្វើអីឯងត្រឡប់មកវិញរំខានណាស់អីទេខ្ញុំត្រឡប់មកវិញគ្រាន់តែចង់លេងឲ្យឯងស្លាប់ពូកែលេងមែនឯងធ្វើឲ្យខ្ញុំស្រឡាញ់ឯងខ្ញុំពិតជាស្រឡាញ់ឯងមែនវាខ្ញុំមកឯងនៅតែវាទៀតពេលកំភ្លៀងនេះធ្វើឲ្យឯងភ្ញាក់ខ្លួនហើយឬនៅកុំយកមុខមាត់ស្មោកគ្រោករបស់ឯងមកនិយាយថាស្រឡាញ់ខ្ញុំគ្រាន់តែទ្រាំមិនបាននឹងហែកមាត់ឯងសັບទឹកឆានលេងដៃទៅភាពស្មោះត្រង់តែមួយគត់ក្នុងជីវិតខ្ញុំបានប្រគល់ឲ្យឯងហើយខ្ញុំថែមទាំងអាចក្លាយជាមនុស្សល្អម្នាក់ខ្ញុំអាចក្លាយជាប្តីល្អម្នាក់អ្នកធ្វើឲ្យខ្ញុំខ្ពើមណាស់ពាក្យសម្ដីទាំងនេះអ្នកទុកនិយាយនៅជាតិក្រោយចុះកុំទៅខ្ញុំប្រាប់អ្នកថាកុំទៅអាហាអ្នកមិនព្រមស្ដាប់ទេមែនហើយលុះត្រាតែអ្នកស្លាប់ទើបខ្ញុំអាចគេងលក់ស្រួលជួយខ្ញុំផ្ញើកញ្ចប់អនាមិកមួយអ្នកទទួលឈ្មោះថាស្លាប់លោកស្រីបានទទួលកញ្ចប់អនាមិកមួយនេះគឺជាប៊ិចថតសំឡេងនិង USB ដែលនៅខាងក្នុងខ្ញុំមិនដែលសង្ឃឹមពិតប្រាកដទេសូមការពារអ្នកមួយជីវិតរឿងកម្លាំងតបនេះទុកឲ្យខ្ញុំចាត់ការចុះគាត់មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មការរងចាំអាចនឹងនាំឲ្យជាប់គុកភ្លាមជាងហាវសូមកំដរខ្ញុំផងខ្ញុំជាអ្វីទៅក្នុងភ្នែកអ្នកលោកស្រីប្រធានជាងមើលទៅដូចជាចង់ចាត់ការលោកស្រីហើយ5ឆ្នាំមុនខ្ញុំមកគ្រួសារជាងដើម្បីក្លាយជាភរិយាគេគាត់ថាគាត់ស្រឡាញ់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ទោះបីជាខ្ញុំដឹងថាពាក្យគាត់មិនពិតទាំងស្រុងក៏ដោយខ្ញុំធ្វើវាចុះអូទេប្រើអ្នកថ្មីហើយតែខ្ញុំនៅតែមិនអាចទុកចិត្តជឿបានទីបំផុតទំនុកចិត្តទាំងអស់នេះត្រូវបានគាត់បំផ្លាញចោលជាវគឺការសងសឹកអ្នកឈ្មោះសៀវគឺស៊ូមេលីឥឡូវនាងត្រឡប់មកវិញដើម្បីសងសឹកនឹងអ្នកប្រញាប់លើកទូរស័ព្ទខ្ញុំមកលោកស្រីធ្វើអីហ្នឹងខ្ញុំពិបាកណាស់ទម្រាំតែមកដល់ចំណុចនេះខ្ញុំចង់បាននោះត្រូវតែស្លាប់
សូមសម្រាប់ដោយសេចក្តីសុខចុះប្តីខ្ញុំនឹងបញ្ជូនអ្នកឲ្យធ្លាក់ទៅចាប់កំណើតវិញភ្លាមខ្ញុំនឹងទៅជាមួយអ្នកហាហាម៉ាក់ទៅបើឯងទៅម៉ាក់ខ្ញុំនៅម្នាក់ឯងហើយម្ដាយឯងម្នាក់ឯងរស់នៅមិនកើតម្ដាយក្មេកល្អរបស់ខ្ញុំឲ្យអារម្មណ៍ឪពុកម្ដាយសក់ស្កើបញ្ជូនកូនសក់ខ្មៅមិនងាយស្រួលទេមែនទេឯងជាអ្នកណាម្ដាយក្មេកឯងចាស់ហើយចាំអត់ស្គាល់ខ្ញុំទេខ្ញុំជាមេលីតាមិនអាចទេនាងខ្លាញ់នោះស្លាប់យូរហើយមិនអាចទេឯងចង់ធ្វើអីឯងដាក់ចុះទៅឯងកុំខ្ញុំទៅកូនប្រុសឯងស្លាប់ជាដំណឹងល្អតាឯងយំធ្វើអីឯងមើលម្សៅផាត់មុខរលីងអស់ហើយកូនប្រុសខ្ញុំឲ្យខ្ញុំគ្រាន់តែរយធាតុឆ្អឹងកូនប្រុសឯងប៉ុណ្ណោះឯងទ្រាំលែងបានហើយឬការឈឺចាប់ដែលម្ដាយខ្ញុំទទួលការនោះច្រើនជាងឯងរាប់ពាន់រាប់ម៉ឺនដងឯណោះហ្វូកុយហើយប្រពន្ធខ្ញុំត្រឡប់មកតាមរកខ្ញុំទៀតហើយប្រពន្ធឯងមកតាមរកខ្ញុំទៀតហើយមានរឿងអីឯងមិនបាច់រាយការណ៍ប៉ូលីសទេអីរាយការណ៍ប៉ូលីសមានប្រយោជន៍អីទូរស័ព្ទទៅ120ទេអីខ្ញុំមើលទៅគាត់ឈួតបាត់ទៅហើយឆាប់នាំគាត់ទៅមន្ទីរពេទ្យវិកលចរិតទៅម៉ាក់ជាងហៅស្លាប់បាត់ទៅហើយជាងតុងលៀនឈួតទៅហើយមិនយូរប៉ុន្មានខ្ញុំនឹងអាចនាំអ្នកទៅផ្ទះវិញបានហើយទៅផ្ទះឡខ្ញុំភាពស្រស់ស្អាតរបស់ខ្ញុំត្រឡប់មកផ្ទះវិញហើយហាឈូយ៉ានពិតជាខ្លាំងមែនពីតារាសម្ដែងស្រីម្នាក់ឡើងដល់តំណែងជាប្រធានក្រុមហ៊ុនមួយជំនាញម្ដងតែជួបគ្រោះថ្នាក់ចរាចរណ៍គាត់ក៏ឡើងធ្វើជាប្រធានក្រុមហ៊ុនបាត់ទៅហើយអ្នកណាទៅដឹងថាគាត់មានល្បិចកអីខ្លះនោះកុំនិយាយទៀតគាត់មកហើយខ្ញុំជឿថាគ្រប់គ្នាបានដឹងពីការស្លាប់របស់ស្វាមីខ្ញុំលោកជាងហៅរួចហើយចាប់ពីពេលនេះទៅខ្ញុំជាម្ចាស់ថ្មីរបស់ក្រុមហ៊ុនហៅសឿងខ្ញុំសូមអបអរសាទរអ្នកដែលទីបំផុតបានឡើងកាន់តំណែងនេះឆាប់នេះខ្ញុំនឹងធ្វើឲ្យអ្នកដឹងថាការធ្លាក់ពីឋានសួគ៌ចូលនរកមានអារម្មណ៍យ៉ាងណាសៀវវីបងស្រីបានកក់ជើងហោះហើរដំបូងបំផុតនៅថ្ងៃស្អែកសម្រាប់ឯងត្រឡប់ទៅប្រទេសវិញហើយសៀវជុនឆាប់ភ្ញាក់ឡើងអរគុណព្រះអង្គមានរឿងអីឯងបុកក្បាលគេមែនទេអត់ទេគ្រាន់តែប៉ះបន្តិចប៉ុណ្ណោះកញ្ញាសូមមេត្តាជួយសង្គ្រោះកូនប្រុសខ្ញុំផងកុំបារម្ភអីមិនអីទេគាត់ហាក់ដូចជាសន្លប់ដោយសារតែភ័យខ្លាចគួរតែស្ងប់អារម្មណ៍បន្តិចសិនឆាប់ហៅឡានពេទ្យទៅអីយ៉ាមិនអីទេគ្មានបញ្ហាអ្វីធំធេងទេមិនអីទេថាជីវិតខ្ញុំនឹងផ្លាស់ប្ដូរជារៀងរហូតក្តីសុបិនគឺជាការពិតរបស់ខ្ញុំជាការពិតតែមួយគត់ឈូយ៉ានអ្នកប្រកាសជាស្រឡាញ់ប្អូនប្រុសរបស់អ្នកខ្លាំងណាស់ហើយមើលទៅស្រឡាញ់បងស្រីសៀវវិនសៀវវៃរយៈពេលប៉ុន្មានឆ្នាំនេះធំខ្ពស់ដល់ថ្នាក់នេះទៅហើយសៀវវៃយប់នេះបងស្រីធ្វើម្ហូបឆ្ងាញ់ជាច្រើនមុខឲ្យអូនញ៉ាំបាន